មានសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងលើកយកក្បាច់គុណបុរាណខ្មែរដើម្បីចែកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយនឹងហាត់រៀនសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយនឹងជួយហាត់រៀនដើម្បីអភិរក្សនៅក្បាច់គុណបុរាណខ្មែររបស់យើងទាំងអស់គ្នាហើយសូមអធិស្ឋានដល់ចាស់ព្រឹទ្ធាចារ្យដែលលោកគ្រូអ្នកគ្រូដែលបានហាត់រៀននៅក្បាច់គុណបុរាណខ្មែរបើសិនជាខ្ញុំបង្ហាញទៅមានការខុសឆ្គងត្រង់ចំណុចណាអញ្ចឹងសូមជួយកែតម្រូវខ្ញុំផងក្នុងនាមខ្ញុំជាអ្នកវឹកហាត់ក្បាច់គុណបុរាណខ្មែរបានបន្តិចបន្តួចមានអ្វីក្រៅពីចង់ចែកម្លែកដើម្បីអភិរក្សនៅក្បាច់គុណបុរាណខ្មែររបស់យើងទេអញ្ចឹងបើសិនជាមានខាតខុសឆ្គងត្រង់ណាសូមជួយផ្ដល់យោបល់ឬក៏ជួយ comment ដើម្បីឲ្យខ្ញុំបំពេញនៅចំណុចខាតរបស់ខ្ញុំផងអញ្ចឹងខាតពេលយូរទេសូមសួស្តីអរគ្នាមីសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងលើកយកបាច់កែងមកចែកជូនបងប្អូនទាំងអស់គ្នាណោះដំបូងយើងភូមិណាមកទីជំហរភូមិដល់ពេលយើងឡើងបាយគូស្ត្រូវជើងយើងឡើងហើយយើងឡើងដែរណាបងប្អូនណាហើយយើងគោះភូមិដល់ពេលយើងឡើងទៀតដៃកុំភ្លេចពេលយើងរងដែរការពារឡើងពេលឡើងការពារឲ្យគេតួដូចអីឡើងជើងឡើងដៃឡើងគោះភូមិហើយយើងបែរពីណាមើលការរបស់មួយខ្ញុំភូមិបាយបាយដំបូងខ្ញុំនៅយកបាច់គុណហៅពីជើងហៅពុកកណូតបងភូមិពីឡើងទៅឡើងឈានជើងពេលឈានហ្នឹងគឺដៃតែនេះទៅជាមួយគ្នាហ្មងមួយឡើងទៅបុកយកក្រាមមកគេហ្មងភូមិបិទផងទៅបុកបាយហេមកការរបស់ខ្ញុំឃុំបាយបាយសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមវឹកហាត់រៀនដើម្បីចូលរួមអភិរក្សហើយនឹងថែរក្សាជាពិសេសដើម្បីសុខភាពឲ្យយើងអាចការពារខ្លួននៅពេលមានគ្រាមានអាសន្នអញ្ចឹងមួយទៀតបងប្អូនកុំភ្លេចចូលរួម like page ហើយនឹង like follow និង subscribe នៅ YouTube របស់ខ្ញុំបាទផងអញ្ចឹងសូមអរគុណសូមជម្រាបលា